បើសិនជាបងប្អូនមានក្តាមស្រែមួយកញ្ឆែងតែបងប្អូននឹកឃើញដល់សម្លអ្វីមុនគេដែរសម្រាប់ខ្ញុំហ្មងគឺខ្ញុំនឹកឃើញដល់សម្លគូក្តាមដាក់ជាមួយល្ហុងបែបស្រុកស្រែគឺថាជាតិមែនតែនហ្មងជាតិចេញពីខ្លាញ់ក្តាមណាហើយដាក់ជាមួយនឹងត្រួយអំពិលហើយនឹងម្អមទៀតមកកាន់តែឆ្ងាញ់ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីវិធីធ្វើក្តាមមួយកញ្ឆែងនេះប្រហែលជាកន្លះគីឡូខ្ញុំទិញគេទេបើមិនជាឲ្យខ្ញុំទៅរកក្តាមប្រហែលជារកមិនបានស្លញ៉ាំទេអញ្ចឹងកន្លះគីឡូ5000យើងយកមកដល់យើងត្រាំទឹកកកវាសិនដើម្បីឲ្យវាស្លប់តិចងាយស្រួលយើងបកកុំឲ្យវាខាំដៃអញ្ចឹងយើងដាក់វាឲ្យវាស្លប់ទៅហើយយើងចាប់ផ្ដើមបកវាយើងបកស្នូកក្តាមហើយយើងបកសៃម៉ៃស្បកអីក្តាមហ្នឹងឲ្យបានស្អាតមកព្រោះទឹកអស់ហ្នឹងគឺវាមិនសូវល្អទេចំពោះសុខភាពយើងសម្អាតវាស្អាតទៅព្រោះក្តាមវានៅក្នុងដីហើយវានៅក្នុងស្រែវាអាចមានថ្នាំអីចឹងយើងលាងសម្អាតវាបាន 4-5 ទឹកហើយសម្រាប់ខ្លាញ់ក្តាមគឺខ្ញុំឆ្កឹះទាំងអស់ទាំងស្នូកទាំងនៅក្នុងខ្លួនងាកមកមើលបន្លែរបស់យើងវិញខ្ញុំមានល្ហុង1ផ្លែត្រួយអំពិលហើយនិងស្លឹកម្អមហើយសម្រាប់គ្រឿងទេសមានស្ករអំបិលប៊ីចេងម្សៅស៊ុបខ្នុរហើយនិងប្រហុកហើយក្តាមនេះខ្ញុំបកស្អាតហើយខ្ញុំស្លក្តាមលាយជាមួយនឹងថៃកញ្ចុះដំបូងយើងត្រូវចិតល្ហុងសិនខ្ញុំចូលចិត្តស្លហ្នឹងដាក់ល្ហុងសម្រាប់ដាក់ននោងក៏ដាក់ក្តាតអីខ្ញុំមិនសូវចូលចិត្តចិត្តបន្លែរួចហើយយើងចាប់ដើមមកបុកក្តាមវិញក្តាមហ្នឹងយើងមានទឹកស្អាតហើយអស់ហើយក៏ឆ្កឹះខ្លាញ់ចេញដែរយើងចាប់ដើមបុកវាឲ្យបានម៉ត់ល្អបុកម៉ត់កាលណាវាចេញជាតិល្អកាលហ្នឹងហើយបន្ទាប់មកទៀតយើងយកអាបុកហ្នឹងយកទៅលាយជាមួយទឹកចម្រោះវាឲ្យចេញជាតិមកបានល្អសម្រាប់ក្តាមហ្នឹងគឺខ្ញុំបុក2ដងនៅពេលដែលលាយទឹកច្រោះម្ដងហើយខ្ញុំយកទៅបុកម្ដងទៀតតាមពិតសបកក្តាមគឺមានជាតិកាល់ស្យូមច្រើនណាគឺល្អចំពោះសុខភាពដែរតាប៉ុន្តែពាក្យច្រើនគេមើលរំលងពីជាតិកាល់ស្យូមនៅក្នុងសបកក្តាមនេះគឺខ្ញុំចាប់ផ្ដើមចម្រោះក្តាមលើកទី2ហើយបានទឹកមកឡើងខាប់ល្អហ្មងជាតិបានដាក់ស្លជាតិមែនតែនសម្លខូក្តាមគឺយូរនៅត្រង់បុកក្តាមហ្នឹងឯងព្រោះយើងត្រូវការសម្អាតក្តាមហើយត្រូវការបុកវាច្រើនដងហើយត្រូវចម្រោះយកទឹកទៀតអញ្ចឹងมันវាយូរបន្តមកទៀតគឺយើងដាក់ដាំទឹកហើយនៅពេលទឹកពុះល្មមខ្ញុំចាប់ផ្ដើមឆុំប្រហុកឲ្យវាមានជាតិក្លិនឈ្ងុយហើយថ្ងៃនេះខ្ញុំស្លក្តាមជាមួយថៃកញ្ចុះតែខ្ញុំគឺចូលចិត្តស្លថៃកញ្ចុះយើងស្លទៅមានជាតិគ្រប់ស្លម្ជូរថៃផ្សេងគឺអត់ដូចថៃកញ្ចុះទេហើយបន្តមកទៀតនៅពេលដែលថៃរៀងឆ្អិនបាន 70% ហើយខ្ញុំក៏ចាប់ផ្ដើមដាក់ក្តាមទឹកក្តាមដែលខ្ញុំបានបុកមុនហ្នឹងហើយខ្ញុំដាក់ល្ហុងដែលខ្ញុំសាប់ហើយហ្នឹងដាក់ទៅជាមួយគ្នាហើយគ្រប់ទុកមកស្ទុះសិនហើយខ្ញុំមកហាន់ស្លឹកអំពិលនេះបេះក្រួយផ្ទះទេនិយាយទៅនៅស្រុកស្រែគឺមួយយ៉ាងដែរមានតំណាំមានអីជុំវិញផ្ទះត្រូវការអីចិបចប់គឺបានមកស្លហើយសម្រាប់សម្លម្ជូរបែបស្រុកស្រែគ្រប់មុខមិនថាស្លម្ជូរក្តាមសម្លម្ជូរតកួនម្ជូរសែម្ជូរអីគឺគេដែរចោលទេម្អមគឺធ្វើឲ្យសម្លរបស់យើងគឺមានក្លិនឈ្ងុយប្រហើរគឺជាលក្ខណៈ unique បែបម្ហូបស្រុកស្រែនេះខ្ញុំហាន់ហើយអញ្ចឹងបន្ទាប់ពីទឹករៀងពុះហើយខ្ញុំចាប់ផ្ដើមដាក់អំបិលស្ករបន្តិចប៊ីចេងម្សៅស៊ុបហើយនិងទឹកត្រីហើយតមកទៀតកូរឲ្យវាចូលជាតិល្អហើយខ្ញុំចាប់ផ្ដើមដាក់ត្រួយអំពិលបន្ទាប់ពីដាក់ត្រួយអំពិលហើយគឺខ្ញុំចាប់ផ្ដើមដាក់ខួរក្តាមដែលខ្ញុំបានឆ្កឹះចេញពីស្នូករបស់វាហើយនឹងខ្លួនមកក្តាមនឹងខ្លាញ់ក្តាមហ្នឹងដាក់តែបន្តិចទៅគឺឆ្អិនហើយទៅពេលដែលវាឆ្អិនទៅវានឹងឃើញលឿងនៅលើស្លរបស់យើងគឺថាជាតិនៅត្រង់ខួរក្តាមហ្នឹងត្មងហើយបន្ទាប់មកយើងដាក់បង់អមហើយស្លខួរក្តាមរបស់ខ្ញុំគឺរួចរាល់ហើយនិយាយពីថារសជាតិវិញគឺជាតិមែនតែន